នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលលើសេចក្តីព្រៀងប្រកាសស្តីពីបទបញ្ញត្តិបច្ចេកទេសសំណង់របស់ក្រុមប្រឹក្សាជាតិសំណង់បានដាក់ចេញសេចក្តីព្រៀងចំនួន3បន្ថែមទៀតនៅថ្ងៃនេះដើម្បីសុំមតិយោបល់មុននឹងបញ្ជូនទៅក្រុមប្រឹក្សាអនុម័តជាបន្តបន្ទាប់ដោយក្នុងនោះរួមមានសេចក្តីព្រៀងប្រកាសស្តីពីបទបញ្ញត្តិបច្ចេកទេសផ្នែកគ្រឿងផ្គុំសំណង់សេចក្តីព្រៀងបទបញ្ញត្តិស្ថាបត្យកម្មសេចក្តីព្រៀងប្រកាសស្តីពីការងារក្នុងមូលដ្ឋានរួមមានចំនួន2 1ប្រកាសស្តីពីការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ទទួលស្គាល់ឬបញ្ជាក់អនុលោមភាពតាមបទបញ្ញត្តិបច្ចេកទេសសំណង់ចំពោះសម្ភារៈសំណង់បរិក្ខារនិងផលិតផលសំណង់2ប្រកាសស្តីពីការគ្រប់គ្រងសំណល់សំណង់សូមគូបញ្ជាក់ផងដែរថាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានរៀបចំលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តរួចពាក់ព័ន្ធនឹងវិស័យសំណង់និងឯកសារផ្សេងៗមិនមែនលិខិតគតិយុត្តរួមមានច្បាប់ស្តីពីសំណង់អនុក្រឹត្យចំនួន16ប្រកាសអន្តរក្រសួងចំនួន12ប្រកាសចំនួន31សារាចរចំនួន6សេចក្តីសម្រេចចំនួន5សេចក្តីណែនាំចំនួន10សេចក្តីជូនដំណឹងចំនួន9លិខិតចំនួន41សម្រាប់គោលនយោបាយផែនការយុទ្ធសាស្ត្រលិខិតបទដ្ឋានគតិយុត្តគោលការណ៍ណែនាំបទដ្ឋាននិងបទបញ្ញត្តិបច្ចេកទេសដែលបានព្រៀងចប់កំពុងព្រៀងនិងក្រុងរៀបចំក្នុងវិស័យសំណង់សរុបរួមចំនួន149ទៀតនេះបើយោងទៅតាមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលលើសេចក្តីព្រៀងប្រកាសស្តីពីបទបញ្ញត្តិបច្ចេកទេសសំណង់នាថ្ងៃទី29ខែមិថុនាឆ្នាំ2026នៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់